vật thụ sản xuất khmer có đôi chi muốn là cung khmer chỉ tu tới bộ bệ bờ khmer lộ miền chấm nưa tự tung từ nâng cung kia tha tự tung từ nâng vật thụ sản xuất xem đôi chấm nưa từ tam bài bọt và Phật giáo naឬក៏ហៅបែបប្រពុតនិយមក៏ថាបានទូយ៉ាងដូចជាយន្តកថាជាដើមហ្នឹងក៏ខ្មែរយើងក៏យកដំណំតាមពុទ្ធសាសនាដែរអញ្ចឹងខ្ញុំសូមលើកទាក់ទងទៅនឹងអាគមខ្មែរអាគមខ្មែរមានច្រើនប្រភេទច្រើនសន្តានដូចជាមានការចាបញ្ចុះឬក៏ថាការសាក់យ័ន្តឬក៏ថាការគូវាសលើនឹងកថាស្ពាន់ឬក៏វត្ថុផ្សេងៗដែលអាចទៅសេបានចាបានអញ្ចឹងទៅអាហ្នឹងមួយទៀតការសាក់បុព្វបុរសខ្មែរពីដើមសាក់ដែលយកតួអង្គផ្សេងៗមកសាក់ដូចជាបល័យប្រគួរផ្សេងដែលដកស្រង់នៅក្នុងតេតងទៅនឹងពុទ្ធសាសនាដូចជាបល័យស្នេហ៍មហានិយមការពាររារាំងដោយយកនៅគាថាខ្លះដែលដកចេញពីបត្រៃបិដកដកខ្លះដកចេញពីក្នុងធម៌ពុទ្ធឬក៏ថាគាថាខ្លះដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទៅផ្ចាញ់ឬក៏ទៅប្រោះអីចឹងទៅដោយមានរឿងរ៉ាវប្រវត្តិគាត់សម្គាល់ផ្សេងចឹងទៅក៏យើងយកដំណំតាមហ្នឹងដោយពុទ្ធបរិសយើងយកហេតុដែលគាត់សម្គាល់តេតងនឹងពុទ្ធសាសនាសម័យពុទ្ធកាលឬក៏សម័យព្រះអរហន្តអង្គណាមួយដើម្បីយកមកចាទុកឲ្យកូនចៅចំនួនក្រោយហ្នឹងគាត់គ្រប់បដិបត្តិតាមអញ្ចឹងទៅទូយ៉ាងតេតងនឹងសាវករបស់ព្រះសម្មាសម្ពុទ្ធក៏មានណាយើងពីដើមយើងគោរពសាវកព្រះសម្មាសម្ពុទ្ធដូចជាតួអង្គព្រះសម្មាសម្ពុទ្ធក៏យើងគោរពដែរហើយខ្លះឆ្លាក់ចេញជារូបព្រះសម្មាសម្ពុទ្ធព្រះអង្គផ្ចាញ់មេព្រះអង្គទ្រង់យាងបណ្ឌបាតផ្សេងដែលគេមានជំនឿថាការឆ្លាក់តេតងទៅនឹងព្រះសម្មាសម្ពុទ្ធព្រះអង្គផ្ចាញ់មេគឺផ្ចាញ់សត្រូវរារាំងសត្រូវឬក៏ឲ្យសត្រូវនឹងបខខ្លាយអីជាដើមអញ្ចឹងទៅអានឹងតេតងទៅនឹងការដែលឆ្លាក់ជាព្រះអង្គផ្ចាញ់មេឬក៏ព្រះអង្គសមាធិឬព្រះអង្គប្រទានអភ័យឬក៏ឆ្លាក់ព្រះអង្គបណ្ឌបាតអីចឹងទៅគឺដើម្បីតេទៀងស្នេហ៍មហានិយមឬក៏ឲ្យលៀបសក្ការៈចូលចឹងទៅនឹងតេតងទៅនឹងព្រះសម្មាសម្ពុទ្ធមួយទៀតតេតងទៅនឹងសាវកមានដូចជាព្រះសីវលីណាព្រះសីវលីក៏ជាសាវករបស់ព្រះសម្មាសម្ពុទ្ធរឿងប្រវត្តិរឿងរ៉ាវច្រើនតេតងទៅនឹងលោកដែលជាសាវកមួយអង្គដែលព្រះសម្មាសម្ពុទ្ធក៏អាស្រ័យនឹងលៀបសក្ការៈរបស់លោកដែរនៅក្នុងសម័យកាលមួយដែលព្រះអង្គយាងទៅក្នុងព្រៃដែលព្រះរេវតៈលោកគង់នៅហ្នឹងចម្ងាយផ្លូវ30យោជន៍ហើយព្រះអង្គនិមន្តទៅដោយភិក្ខុសង្ឃជាច្រើនពេលហ្នឹងព្រះសម្មាសម្ពុទ្ធព្រះអង្គសួរថាសីវលីនិមន្តមកជាមួយទេភិក្ខុសង្ឃក៏តបថាលោកនិមន្តមកថាលោកនិមន្តមកយើងអាចទៅផ្លូវដែលមានចម្ងាយឆ្ងាយបានគឺរយៈពេល30យោជន៍អញ្ចឹងតាមរយៈផ្លូវហ្នឹងដោយអំណាចនៃលៀបសក្ការៈដោយអំណាចបុណ្យរបស់ព្រះសីវលីហ្នឹងដោយជាលោកជាអេតតកៈជាកម្ពូលលើភិក្ខុទាំងឡាយដោយលៀបហ្នឹងគឺទេវតានិមិត្តមួយយោជន៍ផ្ទះមួយដើម្បីប្រគេននៅចង្ហាន់បណ្ឌបាតចំពោះព្រះភិក្ខុសង្ឃក៏ដូចជាព្រះសម្មាសម្ពុទ្ធជាប្រធានហ្នឹងលើកតួយ៉ាងខ្លីៗឲ្យញោមពុទ្ធបរិស័ទឬក៏ថាអ្នកមានជំនឿហ្នឹងគាត់យល់កន្លែងហ្នឹងថាព្រះសីវលីដោយមានជំនឿតេតងនឹងលៀបអញ្ចឹងហើយបានដូនតាខ្មែរលោកមានការឆ្លាក់ព្រះសីវលីនឹងអញ្ចឹងទៅមានគង់ឬក៏ថាលោកនិមន្តសីវលីនិមន្តស្ពេកបាតអីអញ្ចឹងទៅគឺទៅដងគាត់ថាបានឬក៏គង់ហើយបើកម្រោបាតដាក់ប្រហោះចូលទៅក្នុងបាតអីអញ្ចឹងទៅហ្នឹងគឺដោយតំណាងថាលោកជាអ្នកនាំលៀបសក្ការៈអញ្ចឹងអ្នកដែលគោរពបូជាព្រះសីវលីហ្នឹងគឺដោយសារតែលោកមានលៀបសក្ការៈទេវតាទាំងឡាយហ្នឹងបូជាអញ្ចឹងបានមានគាថាលោកសីវលីចមហាធេរោទេវតាអ្នករិពុជតោសោរហោបញ្ញយាទីណាំងមហាលិភੰករន្តមេហ្នឹងបានន័យថាទេវតានិងមនុស្សទាំងឡាយបូជាតែងគោរពបូជាចំពោះលោកហើយតែងតែថ្វាយឬប្រគេននៅលៀបសក្ការៈដល់ព្រះសីវលីហ្នឹងអាហ្នឹងមួយអញ្ចឹងទៅមួយអង្គទៀតគឺព្រះមហាកច្ចាយណៈ
đại dương tay được hình ru tam pre về he tam ấy xây nó cứ chậm lại đại miền hiện riêng thoát cầm bao cả cò ru như chân thế này tay tam vứt không bảo vọt rừng ra bao lố cứ pre pre mà hai cái chai chân nạ rồi hai pre cầm chai nó cứ lố mình riêng rư chẳng thì riêng rư lố cứ sát nè đôi bọc cầm bao lố cứ lố bàn sang cái này cà rô ớt cà rô rồi chạ có cầm rô nó tranh bị mía chẳng tới thôi lố miền ru riêng sát miền bờ lư tranh bị cay nè tranh bị cay chẳng tới hay lô thì muốn tới nãy cái tay thì vô cho làm tha lô cứ chỉ phải sắm sắm bột và tay lô tiếp chân bộ ăn ta và bày thon nọp anh ấy ta tiếp chân bộ ăn bình tĩnh tay bên mơ bị chừng ngái cái tranh vô cho làm pro miền ru chồng lòng pua nó cứ bật cay đã bỏ lô cứ sát nè cứ mơ tới chỉ ti bịch là mơ chỉ ti chơi thla nè khơi những cái tục ở rom tục smart ở đây mình bàn miền này vô cho làm tháo presama samput này muôn màu hơi presama này put này muôn màu hơi té đó là tập đây mà chết ó mình mền phong presama cái chai nạ chẳng từ những cả vô cho làm chẳng từ hay mùi tiết nơi khăn ông sầm mai cao mũi miền sẽ thấy bọt cặp bông tại bò để tê chỉ mùi nước bò để va nơi khăn ông để tê nó có bờ bằng ui để tê lắng khơi lốt miền là chật nó cao chị có so là chật khơi hết cái ta ấy bây giờ là on đi song on đi rút thòng sầm po xá đó thằng anh bữa ban phệ là gì đôi lốp nhá mình đang chỉ lo vào nè con là vào phần nắng rượu riêng cay là bao giờ thấy bón nó cao từ chỉ một nụ sậy cao chỉ một nụ sậy chẳng tới có cái tranh bi rốt tranh bi là tay nó ta nơi sọc xe là hốt đó miền bắt đấy nhỉ miền bắt đầy miền cồn từ tiền là hốt đó ngày còi máu bàn khơi lô cái có pรับspa mây tha thế ra ông đi là khi ông kịch bị đá khi ông men chỉ một nụ sậy thế khi ông cứ gì bro tại khi ông kịch cả sol miền chật cả sol cho mùi lô chẳng tới thôi ai khi ông muốn cao prai khai tới chỉ sậy nâng sớm mai Portugal miền phải Portugal miền mình chẳng có từ sông cả mà tô lô chẳng tới có khai luôn tới chỉ bro mình chẳng tới chẳng cao chỉ bro chỉ thấy bón có miền cốn đời miền bờ bốn đọc về luôn tới chỉ sấy những có miền bắt đầy miền cồn này cho nè chẳng lâu rương rau chỉ trao này lâu sùng về chẳng mấy thao tìm mùi kỳ cho lom tập presama sam put phong cái tay để vô cho lom thật nhom nâng khơi tới việc cao ác so là chật phong chẳng tới đời xa ru trong lòng pua là bỏ lột nè bật cài là bỏ lột đời miền văn nạ là o pơ sầm là o nè chẳng tới có lâu ở tự than hay chẳng tới có oi các bạn buồn nó làm cầm bao chẳng tới hay có ruồi cả co chẳng tới có môi vô cho loam tha lâu đôi presama sam put rứ rụt riêng ở lâu cũng xa pe chẳng từ chẳng bán chi tay từ miền ca chầm lạ rụt lố nó cứ đã tha presama cái chai dân nạ thề rồi cái dân hay tập pre cầm chai đó mình men dùng mau cầm chai rồi trời ấy còn là chỉ phần niềm bao lâu phần tái đôi bộ bẹ bò rọc mai đại dùng mau chi chầm lạ bồi chia của rụt đã tam luôn nó cứ đào bấy ôi miền một nụ nước chỉ ti sờ lanh trôi chất khơi hơi miền meta cao cái đây sờ lanh cao meta chất chẳng từ rư chê và xe cái này lụa đồ nó cứ tay đã chẳng từ cái khơi về tuần chất trong tinh trong ấy chiêu chẳng từ nâng tay tại miền ca cột chẳng từ nâng tiệt tung pre mà cái chai giật nạ giống như cột to cái này màu trơn giống miền tây chầm lạ màn ôi xa đấy thế ôi sùng co tha chê mà pre cái chai giật nạ nó đôi xa ca chầm lạ chỉ đâu riêng ba pua khổng bao đấy nó ao ba pua dân thời nó tôi nâng pre mà hai cái chai nát đây chỉ sao viết đại dương tay cửa rụp bồ chi to màu đôn ta dân bẩn xoa cái này nâng ở dân cửa rụp mà hỏi mũi tiết pre khoam nè pre khoam rứ lốt bên em lốt cứ kẹo văm bật tệ nó bây giờ xe rồi cả hai tới chơi cho làm việc tới khoam mà co được pre khoam đôi chậm lặng rụt bẹt khoám tay tại miền cà dục đầy nước bật bọc hiện chẳng tới tam tích mình mến bẹt khoám nó cứ phần niệm khoám những cái cứ cầu vòng bật tệ tại đồn ta nhấn dục máu của rụt bố trí đôi xa hai thầy lúc rê răng
សម័យកាលវិញព្រះសម្មាសម្ពុទ្ធមុំភិក្ខុសង្ឃលោកសឹងនៅចិត្តនឹងមាត់សមុទ្រហ្នឹងទឹកវារលកមកលោកប្រើព្រះខ្វាមហ្នឹងព្រះកវំបតិហ្នឹងឲ្យអធិដ្ឋានលោកគាត់អធិដ្ឋានយកប្រហោះរបស់លោកមកផ្ទប់ប្រភពហ្នឹងគឺទឹកហ្នឹងនឹងអត់មកទេអញ្ចឹងបានជាបុព្វបុរសយើងនឹងយកសាវកហ្នឹងមកគោរពបូជាតំណាងឲ្យការរៀបរៀងនៅបាបប្រគ្រោះរឿងក៏ការធ្វើអំពើអំពាន់ឬក៏អ្នកដែលមានប៉ងបំណងអាក្រក់អីចឹងទៅគឺតកតងនឹងព្រះខ្វាមហ្នឹងអញ្ចឹងក៏ដោយឆ្លាក់គឺលោកអត់មានប្រភពទេគេយកដៃបិទយើងឃើញតាមពហិតាមគំនូផ្សេងឬក៏ដោយច្រើនទៅអ្នកគ្រប់ជឿនៅវត្ថុស័ក្តិសិទ្ធិគឺតែងតែមាននៅព្រះខ្វាមហ្នឹងគឺយកមកគ្រប់ដើម្បីថាជាការការពារណាការពារព្រះខ្វាមហើយមួយទៀតសម័យកាលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គបរិនិព្វាន200ឆ្នាំសម័យព្រះបាទអសោកមហារាជក៏មាននៅសាវកមួយអង្គដែរតែសាវកហ្នឹងមិនមែនតាន់សម័យព្រះទេគឺក្រោយមកហើយសម័យអសោកមហារាជគឺព្រះឧបគុតឬឧបគុតថេរៈឬយើងហៅថាឧបគុតសាវកហ្នឹងក៏យើងគោរពដែរតែតាមចម្លាក់ខ្លះតាមកន្លែងខ្លះហ្នឹងគឺចម្លាក់ស្តៀងព្រះសីវលីអង្គុយពេនភ្នែនមានបាតដែរប៉ុន្តែប្រភពលោករៀងងើយបន្តិចហ្នឹងយើងឲ្យឈ្មោះថាព្រះឧបគុតនៅប្រទេសឥណ្ឌាក៏មាននៅប្រទេសជាពិសេសនៅប្រទេសភូមាគឺសាងទ្រុធំអញ្ចឹងទៅដាក់ផ្កាឈូកពីលើប្រកេះលោកទៀតឲ្យស្គាល់ថាជាឧបគុតព្រះឧបគុតហ្នឹងគឺសម័យប្រធេរៈដែលសម័យព្រះបាទអសោកមហារាជដែលលោកជ្រះថ្លានៅក្នុងព្រះសម្មាសម្ពុទ្ធហើយសម័យហ្នឹងលោកមានបំណងធ្វើបុណ្យដោយកសាងព្រះចេតិយ 84,000 ចេតិយដើម្បីឧទ្ទិសដល់ព្រះធម៌ទាំងឡាយ 84,000 បឋមខណ្ឌពេលហ្នឹងសាងបច្ចេកដីរួចធ្វើបុណ្យប៉ុន្តែមេមានចិត្តបានមេហ្នឹងមិនធម្មតាណាមេនៅឋានលើឋានទី 6 មានចាតមហារាជការគឺមានចាតមហារាជការតែបតឹងយាមាតោសតានិមមានអតីប្រណិមវិតវសវតីគឺឋានទី 6 អញ្ចឹងមានរដ្ឋអំណាចជាងប្រអិនទៅទៀតមេហ្នឹងអញ្ចឹងមេហ្នឹងតែតែផ្ចាញ់តាំងពីសម័យព្រះអង្គនៅគង់ជាធរមាននៅឡើយត្រាស់ដឹងហើយគេនៅផ្ចាញ់ថាមេផ្ចាញ់មេហ្នឹងគឺអញ្ចឹងមេនឹងនាំតបអីទៅច្បាំងទៅអីដណ្ដើមរាជបល្ល័ង្កព្រះអង្គអញ្ចឹងទៅនឹងរឿងរ៉ាវហ្នឹងវាវែងច្រើនទៅទៀតហើយដល់សម័យដែលព្រះបាទអសោកមហារាជឬព្រះបាទធម្មមេសោកហ្នឹងក៏នៅតែមេហ្នឹងនៅតាមផ្ចាញ់អញ្ចឹងការដែលធ្វើបុណ្យភិក្ខុសង្ឃទាំងឡាយលោកថាងបើធ្វើទៅប្រហែលជាមេហ្នឹងមកផ្ចាញ់មករៀបរៀងអីទៀតហើយអញ្ចឹងមានតែធ្វើចេះរោគប្រធេរៈណាមួយលេលោកមានរិទ្ធអាចការពារបានអញ្ចឹងក៏ភិក្ខុសង្ឃប្រាប់ថាមានប្រធេរៈមួយអង្គពនាមឧបគុតដែលជាប្រកដីអជាថ្លៃរបស់លោកនិមិត្តកត់នៅនោះនឹងកណ្ដាលសមុទ្រនៅនឹងឋានបាតដាលកន្លែងឋានប្រជុំនេះនោះលោកមិនសូវជានៅឋានមនុស្សរឿងទេអញ្ចឹងក៏និមន្តលោកមកប្រាប់ថាពេលនេះគឺត្រូវប្រើដើម្បីឲ្យជួយរារាំងតាក់ទងទៅនឹងការពារមេអីចឹងទៅអញ្ចឹងក៏ពេលហ្នឹងលោកអុចទៀនសម័យហ្នឹងធ្វើបុណ្យហ្នឹងដើម្បីឲ្យទិសចេតិយហ្នឹងគឺអុចទៀនមេហ្នឹងធ្វើខ្យល់មកលោកធ្វើខ្យល់ធ្វើរារាំងការពារអញ្ចឹងទៅផ្ចាញ់ទៅផ្ចាញ់មករហូតដល់ព្រះឧបគុណហ្នឹងចាប់ឆ្កែស្អុយយកទៅចងកកមេហ្នឹងណែដោយចងយកពុទ្ធពន្ធទ្រុងចងភ្ជាប់នឹងភ្នំអធិដ្ឋានឲ្យជាប់នឹងកកហ្នឹងឆ្កែស្អុយហ្នឹងអញ្ចឹងពេលហ្នឹងមេហ្នឹងក៏មិនដឹងទៅណាទៅឋានណាក៏គេមិនជួយរហូតដល់ទៅឋានប្រអិននេះគេមិនជួយដែរទៅឋានត្រីត្រឹងគេមិនជួយគេថាអេមិនហ៊ានទេព្រោះរិទ្ធរបស់ព្រះអរហន្តជាស្វាវៈរបស់ព្រះសម្មាសម្ពុទ្ធអញ្ចឹងហើយបានជាមេហ្នឹងមានចិត្តអូអញនេះត្រឹមអាសាវៈរបស់ព្រះសម្មាសម្ពុទ្ធបានធ្វើអន្តរាយធ្វើបាបអញដល់ថ្នាក់នឹងសម័យដែលព្រះសម្មាសម្ពុទ្ធបើព្រះអង្គចង់ធ្វើគឺមានរិទ្ធខ្លាំងជាងភិក្ខុអង្គនឹងទៀតព្រះអរហន្តអង្គនឹងទៀត
គិតអញ្ចឹងក៏មានចិត្តមេត្តាដឹងគុណរបស់ព្រះអង្គក៏ប្រាថ្នាឲ្យត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធដោយប្រាថ្នាជាពុទ្ធគុណបានន័យថាចង់ត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធក្នុងពេលអនាគតដែរអញ្ចឹងក៏ទៅកម្មាទោសលោកក៏ដោះឆ្កែស្អុយចេញគឺកអីចឹងទៅក៏ទំនងសួរនាំគ្នាចឹងទៅពេលហ្នឹងលោកក៏សួរនាំថាតើអ្នកកាលដែលសម័យព្រះអង្គគង់នៅអ្នកបានជួបព្រះអង្គទេខ្ញុំចង់ឃើញព្រះអង្គណាអញ្ចឹងប្រាប់មិនអីទេខ្ញុំធ្លាប់ជួបព្រះអង្គតាព្រោះមេអាយុច្រើនមិនតិចទេមេអាយុរាប់ពាន់ឆ្នាំមនុស្សវាគិតទៅវាច្រើនមែនទេក្នុងឋានហ្នឹងអញ្ចឹងក៏អញ្ចឹងសូមឲ្យនិមិត្តឲ្យរូបជាព្រះសម្មាសម្ពុទ្ធតិចមកហើយអញ្ចឹងមេហ្នឹងប្រាប់ថាបើខ្ញុំកណានិមិត្តអញ្ចឹងសូមកុំឲ្យថ្វាយគុំខ្ញុំកណាអញ្ចឹងក៏បាត់មួយផ្លេទៅចេញឃើញចេញពីព្រៃមកខ្លាចជាព្រះសម្មាសម្ពុទ្ធមានឆាប់ប៉ុនរាងសីហើយមានភិក្ខុសង្ឃហែហោមព្រះអរហន្តទាំងឡាយរួមទាំងប្របាទធម្មសោកនិងពុទ្ធបរិស័ទឃើញត្រមបានលុតជង្គង់ក្រឹបមេហ្នឹងបាត់ភ្លឹបមកពេចថាកុំថ្វាយគុំខ្ញុំកណាហ្នឹងដោយសេចក្តីជ្រះថ្លារបស់ពួកភិក្ខុសង្ឃទាំងឡាយហ្នឹងអញ្ចឹងសូមលើកចំណុចហ្នឹងចង់បញ្ជាក់ថាលោកមានរិទ្ធអំណាចតិចជាងណាព្រះឧបគុតហ្នឹងអញ្ចឹងដល់សម័យបុព្វបុរសខ្មែរពីបុរាណមកតែងតែសាងរូបលោកប៉ុន្តែមិនមែនសាងដូចស្រដៀងព្រះសីវលីទេតែសាងរបៀបរូបលោកអញ្ចឹងទៅមាននាគនឹងរុំអញ្ចឹងទៅនៅក្នុងផ្កាឈូកអញ្ចឹងទៅនៅក្នុងខ្យងអញ្ចឹងទៅដោយលក្ខណៈសាងពីលោហៈផ្សំផ្សេងលោហៈចម្រុះឬនវធាតុដោយមានលោហៈទាំង9យ៉ាងអីចឹងទៅគ្រប់តគ្នាតចឹងទៅអានេះខ្ញុំសូមលើកអំពីសាវកទាំងឡាយដែលយើងគោរពមួយទៀតតកតងទៅនឹងអាគមគាថានេះគឺអក្សរដែលយកមកគោរពបូជាដោយយើងហៅថាអក្សរបុរាណខ្មែរឬអក្សរខ្មែរគឺអក្សរបាលីនឹងដោយយកអក្សរនឹងទៅសរសេរជាភាសាបាលីសូមបញ្ជាក់ថាបាលីគ្មានអក្សរទេមានតែភាសាដែលគេយកទៅគេយើងធ្វើជាភាសាអីបាលីភាសាបាលីអក្សរថៃឬអក្សរសៀមភាសាបាលីអក្សរភូមាឬក៏ប្រទេសផ្សេងៗដែលគោរពពុទ្ធសាសនាតែងតែយកភាសាបាលីហ្នឹងទៅសរសេរជាភាសារបស់ខ្លួនទៅសរសេរជាអក្សររបស់ខ្លួនដោយឡែកតកតងទៅនឹងខ្មែរយើងដោយដូនតាខ្មែរលោកមានការសិក្សាមកតកតងទៅនឹងមុនវិជាការផ្សេងដោយលោកកំណត់សម័យមុនសិទ្ធិអ្នកមានរិទ្ធដូចជាតបោះឥសីឬអ្នកដែលមានរិទ្ធដែលលោកបានសិក្សាស្វែងយល់មកហើយបានបង្កើតទៅជាយន្តគាថាផ្សេងយន្តគាថានេះមិនមែនចេះតែបង្កើតឲ្យទៅបានទេមិនមែនចេះតែអង្គុយនឹកឃើញសរសេរបានទេអត់ទេគឺរបៀបយន្តការបង្កើតដោយដាក់គាថាដោយប្រជុំគ្នារើសនៅរិទ្ធនៅតេជះនៅថ្ងៃដែលមានសំស័កល្អមានតេជះមានអនុភាពអញ្ចឹងទៅបង្កើតទៅជាយន្តដោយអ្នកជំនាញផ្សេងដោយសម័យមុនសិទ្ធិអ្នកគេហៅថាអ្នកដែលបានសិក្សាមកឬក៏ថាអ្នកដែលអាចគាត់មានរិទ្ធអញ្ចឹងគាត់បង្កើតជាយន្តហ្នឹងមកអញ្ចឹងដោយឡែកយន្តកថានេះឬភាសាបាលីដែលយើងទៅបញ្ចុះនេះក៏ប្រទេសជិតខាងគេយកទៅប្រើដែរណាអក្សរខ្មែរយើងហ្នឹងណាប្រទេសជិតខាងខ្ញុំលើកតែប្រទេសមួយទាក់ទងនឹងប្រទេសសៀមឬក៏ដែលយើងហៅថាប្រទេសថៃប្រទេសសៀមហ្នឹងប្រទេសជិតខាងយើងយើងមិនបាច់និយាយឲ្យច្រើនពីប្រវត្តិប្រទេសហ្នឹងទេយើងដឹងហើយថាប្រទេសហ្នឹងពីដើមគឺមកពីណាពីណីយើងដឹងហើយប្រទេសហ្នឹងហើយបានវាលុបដណ្ដើមទឹកដីអាណាចក្រអង្គរយើងប្រទេសមួនប្រទេសចម្ប៉ាបន្តិចទៅគ្រប់គ្រងបង្កើតទៅជាអាណាចក្រមួយគឺប្រទេសថៃប្រទេសសៀមសពថ្ងៃហ្នឹងប៉ុន្តែគេនៅតែគោរពយន្តមុនគេថាអាគមខ្មែរហ្នឹងគេនៅតែគោរពដូចទូយ៉ាងគេនៅតែសរសេរជាអក្សរខ្មែរយើងហ្នឹងប៉ុន្តែការអានវាខុសគ្នាអញ្ចឹងទៅហើយព្រះសង្ឃសម័យមុនក៏លោកបានសិក្សាភាសាបាលីដែលជាអក្សរខ្មែរយើងដែរដូចទូយ៉ាងការអានរបស់គេឧទាហរណ៍ថាយើងអាននមោពុទ្ធាយៈគេនមោពុទ្ធាយៈអញ្ចឹងទៅគេអានមករបៀបសលៀងជាភាសាគេ
អក្សរគេប៉ុន្តែបើសរសេរតម្រងយន្តគឺនៅតែជាសរសេរអក្សរខ្មែរយើងអ្នកមគ្គពាក្យតិអញ្ចឹងគេណមផដ្ឋៈយើងអ្នកគេណាក់អញ្ចឹងទៅយើងមគ្គគេម៉ាក់អញ្ចឹងទៅយើងពាក្យគេផាក់អញ្ចឹងទៅដោយសារគេអត់មានអក្សរពោទេមានតែអក្សរផអញ្ចឹងគេណមផដ្ឋៈយើងមានអក្សរតូគេអត់មានអក្សរទេគេមានអក្សរធូគេសរសេរទេណមផដ្ឋៈអញ្ចឹងទៅប៉ុន្តែគេតម្រង់អក្សរគឺជាអក្សរខ្មែរយើងនឹងឯង